Welcome, Cambo News AI ការដួលរំបាក់ស្រុតផ្លូវក្រំដីនៃខ្សែខ្វាំងមីញ៉ុនស៊ីនណាសានក៏បញ្ជាជំនះប្រជាជននៅតំបន់ក្បែរនោះនៅថ្ងៃទី11ឧបទ្ទវហេតុបាក់ស្រុតមួយបានកើតឡើងនៅការដ្ឋានសំណង់ Shen Ensen Line ក្នុងទីក្រុងខ្វាំងមីញ៉ុនទីក្រុងខ្យងគីដូដែលបណ្ដាលឲ្យកម្មករម្នាក់នៅដាច់ដោយឡែកនិងមនុស្សម្នាក់មិនអាចតាក់ទងបានទីក្រុងខ្វាំងមីញ៉ុនបានចេញបញ្ជាជំនះប្រជាជននៅតំបន់ជុំវិញឧបទ្ទវហេតុនេះដោយបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងខ្វាំងមីញ៉ុននៅម៉ោងប្រហែល 3:13 នាទីសៀលថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុច 5 នៃផ្លូវរថភ្លើង Shen Ensen Line ក្នុងអ៊ីជីកដុងទីក្រុងខ្វាំងមីញ៉ុនមូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់កំណត់បាននៅឡើយទេគេជឿថាកម្មករ2នាក់នៅកន្លែងនោះត្រូវបានគេទុកចោលជាលទ្ធផលក្នុងចំណោមនោះមានមនុស្សម្នាក់ត្រូវបានតាក់ទងហើយបច្ចុប្បន្នត្រូវបានបញ្ជាក់ថាស្ថិតនៅក្រោមដីហើយអាជ្ញាធរពន្លត់អគ្គិភ័យកំពុងដាក់ពង្រាយយន្តហោះរុករកដើម្បីបញ្ជាក់ទីតាំងពិតប្រាកដអ្នកផ្សេងទៀតត្រូវបានគេរាយការណ៍ថាមិនទាន់ត្រូវបានតាក់ទងនៅឡើយទេហើយទីតាំងរបស់ពួកគេកំពុងត្រូវបានកំណត់កម្មករ15នាក់ដែលនៅសេសសល់ត្រូវបានជម្លៀសចេញទាំងអស់ហើយមិនមានអ្នកណាម្នាក់រងរបួសនោះទេនាយកដ្ឋានពន្លត់អគ្គិភ័យបានចេញការឆ្លើយតបកម្រិត1នៅម៉ោង 3:51 រសៀលនៅថ្ងៃនោះហើយបានចាប់ផ្ដើមប្រតិបត្តិការជួយសង្គ្រោះអាជ្ញាធរកំពុងដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យ21គ្រឿងបុគ្គលិក60នាក់និងយន្តហោះគ្មានមនុស្សបើកពន្លត់អគ្គិភ័យដើម្បីស្វែងរកកម្មករដែលនៅដាច់ឆ្ងាយមុននោះនៅម៉ោងប្រហែល 0:30 ព្រឹកថ្ងៃដដែលសេចក្តីរាយការណ៍មួយត្រូវបានទទួលថាសំឡេងខ្លាំងមួយត្រូវបានគេនៅឯការដ្ឋានសាងសង់ផ្លូវរួមក្រំដីខ្យល់ Shen Ensen Line ក្នុងទីក្រុងអ៊ីជីកទីក្រុងខ្វាំងមីញ៉ុនប៉ូលីសបានរាយការណ៍ពីការព្រួយបារម្ភអំពីការដួលរលំដែលអាចកើតមានហើយបានដាក់ពង្រាយកងកុបកម្មចំនួន 2ដើម្បីគ្រប់គ្រងចរាចរណ៍ដោយបិទផ្លូវនៅក្បែរនោះទីក្រុងខ្វាំងមីញ៉ុនក៏បានផ្ញើសារជាអក្សរពីគ្រោះមហន្តរាយនៅព្រឹកព្រលឹមថ្ងៃនោះដោយនិយាយថាមានហានិភ័យនៃការដួលរលំដោយសារតែសញ្ញានៃការខូចខាតរចនាសម្ព័ន្ធនៅកន្លែងសាងសង់ប្រព័ន្ធខ្យល់ Shen Ensen Line នៅអ៊ីជីកដុងដូច្នេះចរាចរណ៍ទាំងសងខាងនៅលើផ្លូវទល់មុខសាលាធំសិក្សា Begon កំពុងត្រូវបានគ្រប់គ្រងទីក្រុងខ្វាំងមីញ៉ុនបានចេញបញ្ជាជំនះទៅកាន់អ្នករស់នៅក្នុងផ្ទះល្វែងនិងផ្ទះដែលនៅជិតគ្រោះថ្នាក់បន្ទាប់ពីផ្លូវបានដួលរលំអាស្រ័យហេតុនេះអ្នកស្រុកនៅក្បែរនោះកំពុងផ្លាស់ទៅវិទ្យាល័យ Gwangwei វិទ្យាល័យ Ansen Salam ឈុំឆឹងហយ៉នវិទ្យាល័យឆឹងហយ៉ននិងកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋអភិបាលក្រុង Beng Seng Won នៃទីក្រុងខ្វាំងមីញ៉ុនបាននិយាយថាយើងនឹងសហការជាមួយនាយកដ្ឋានពន្លត់អគ្គិភ័យនិងប៉ូលីសដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សនិងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើងក្នុងប្រតិបត្តិការជួយសង្គ្រោះព្រះឲ្យត្រឹមជាង10ថ្ងៃប្រទេសមីយ៉ាន់ម៉ារងគ្រោះរញ្ជួយដីរហូតដល់ជិត100ដងស្លាប់មនុស្សដល់ទៅជាង 3000 នាក់តាមនាយកដ្ឋានដែលបានបញ្ជាក់ថាការរញ្ជួយដីក្រោយទាំងនោះមានកម្រិតរញ្ជួយចន្លោះពី 2.8 ទៅ 7.5 រិចតរងាកមកចំនួនអ្នកស្លាប់វិញតាមរបាយការណ៍ចុងក្រោយដែលបញ្ចេញដោយក្រុមផ្ដល់ព័ត៌មាននៃក្រុមប្រឹក្សាផ្នែករដ្ឋបាលប្រចាំប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី07 ខែមេសាឆ្នាំ2025បានឲ្យដឹងថាចំនួនជនរងគ្រោះសរុបក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏អាក្រក់នោះមានអ្នកស្លាប់ចំនួន 3,500 នាក់របួស 5,017 នាក់និងនៅបាត់ខ្លួនចំនួន160 នាក់